ស្រាប់តែពេលនោះព្រះឥន្ទមានព្រះភ្នូតថាយៈនៅត្រីបានព្រះនរាយណ៍សម្រាប់កាលពីមុនត្រីបានមកចាប់ជាតិសាជាថ្មីឈ្មោះថាទសកាន់ព្រះឥន្ទបានរកវិធីធ្វើយ៉ាងណាដើម្បីបង្កើតបានជាកូនដើម្បីទុកឲ្យកំចាត់ទសកាន់នៅថ្ងៃអនាគតព្រោះព្រះអង្គដឹងថាទោះបីជាទសកាន់ចាប់ជាតិជាថ្មីក៏ដោយក៏នៅតែមានគំនុតអាក្រក់អុកលោកទៅដល់ឋានសួគ៌ដូច្នេះហើយទើបព្រះអង្គរកវិធីធ្វើយ៉ាងណាដើម្បីបង្កើតបានជាកូនទុកឲ្យកំចាត់ទសកាន់ទៅថ្ងៃអនាគតពេលនោះព្រះអង្គបានបើកព្រះនេត្រទិព្វមើលចុះមកក៏ឃើញនាងកញ្ចនាអង្គុយនៅក្នុងផ្ទះតែម្នាក់ឯងព្រះអង្គក៏បានយាងចុះមកនិយាយគ្នាលេងសារសមស្នេហាប៉ុន្តែចំណែកដៃរបស់ព្រះឥន្ទវិញបានលូកទៅស្ទាបបបោអង្អែលនាងកញ្ចនាពេលនោះនាងកញ្ចនាក៏មានអារម្មណ៍ស្នេហាជាមួយនឹងព្រះឥន្ទយីព្រះឥន្ទនេះចេះលងលោមស្នេហាទៀតចំណែកឯនាងស្វាហៈបានឈរមើលម្ដាយនិងព្រះឥន្ទកំពុងមានស្នេហាជាមួយគ្នាក្នុងគ្រាពេលនោះព្រះឥន្ទនិងនាងកញ្ចនាក៏បានហូបចុកគ្នាក្រោយហូបចុកគ្នាហើយព្រះឥន្ទក៏ហោះឡើងទៅឋានលើវិញចំណែកឯនាងកញ្ចនាក៏បានពពោះកូនរបស់ព្រះឥន្ទលុះដល់ពេលនាងកញ្ចនាគប់ខាក៏បានបង្កើតបានជាកូនប្រុសម្នាក់ដែលមានសម្បុរពណ៌បៃតងចំណែកលោកតាឥសីក៏ពុំមានការងើយឆ្ងល់អីដែរគិតថានេះជាផលបុណ្យរបស់នាងកញ្ចនាទើបអាចបង្កើតបានកូនមានសម្បុរខុសខេដូចនេះលោកតាឥសីក៏បានស្រឡាញ់មើលថែកូនទាំងអស់ដូចជាកូនបង្កើតរបស់ខ្លួនថ្ងៃមួយលោកតាឥសីក៏បានចូលទៅរកផ្លែឈើយកមកឲ្យប្រពន្ធកូនឆៃដោយលើកមុនចំណែកនាងកញ្ចនានៅផ្ទះក៏បានសម្លឹងមើលទៅព្រះអាទិត្យហើយលន់មាត់សរសើរព្រះអាទិត្យថាហេតុអ្វីព្រះអាទិត្យមានពន្លឺចែងចាំងស្រស់ស្អាតអ្វីម្ល៉េះព្រះអាទិត្យនោះក៏មានត្រចៀកវៃទៀតកុំឲ្យលឺគេសរសើរក៏លន់មាត់ថាយីអ្នកណាសរសើរថាខ្ញុំស្រស់ស្អាតនឹងព្រះអង្គក៏បានបើកព្រះនេត្រទិព្វមើលចុះមកក្រោមបានឃើញនាងកញ្ចនានៅអង្គុយក្នុងផ្ទះសម្លឹងមកដែរដែលហេតុតែឃើញគេស្រស់ស្អាតផងព្រះអាទិត្យក៏យកលក្ខថាចង់បង្កើតកូនទុកឲ្យកំចាត់ទសកាន់នៅថ្ងៃអនាគតព្រះអាទិត្យក៏បានជិះរទេះសេះចុះមកហើយនិយាយថាមិនដឹងថាត្រូវទៅរកអ្នកណាដើម្បីបង្កើតកូនបានបណ្ដោយឲ្យរទេះសេះទៅមុខដោយខ្លួនឯងចំណែកឯព្រះអាទិត្យក៏បានហោះមករកនាងកញ្ចនាព្រះអាទិត្យនេះពិតជាក្បាលខូចណាស់ពេលព្រះអាទិត្យមកដល់ផ្ទះនាងកញ្ចនាក៏បានញ៉ែនាងកញ្ចនាដោយបោអង្អែលនៅនឹងមុខកូនស្រីទៀតបន្ទាប់មកព្រះអាទិត្យក៏បានហូបចុកគ្នាជាមួយនឹងនាងកញ្ចនាដល់ពេលហូបចុកគ្នាហើយព្រះអាទិត្យក៏ហោះឡើងទៅឋានលើវិញទុកឲ្យនាងកញ្ចនានៅតែឯងនាងកញ្ចនាក៏បានពពោះកូនរបស់ព្រះអាទិត្យមួយទៀត